មនុយមួយនេះហាអ្នកដែលចូលចិត្តញ៉ាំជាអីនិយាយពីថាដាក់ទៅគឺត្រូវគ្នាណារសជាតិគេបែបហលស្រួយខានបំផុតណាយើងអាចរក្សាទុកបានទេដល់អាចទុកបាន2-3ថ្ងៃដែរដាក់ក្នុងទូទឹកកកហើយសាច់ដែលខ្ញុំយកមកធ្វើគឺសាច់ធុងមាន់បើបងប្អូនមានសាច់ជ្រូកក៏បានដែរតែយកផ្នែកសាច់សុទ្ធអញ្ចឹងកុំឲ្យរងចាំយូរចាប់ដល់ធ្វើមកយើងដាំទឹកឲ្យពុះហើយយើងដាក់ម្ដេងគល់ស្ខៃស្លឹកក្រូចហើយនឹងល្មៀហើយយើងដាក់សាច់មាន់យើងចូលមកយើងគ្របទុកឲ្យវាពុះឲ្យវាឆ្អិនល្អសម្រាប់ល្មៀដែរគឺខ្ញុំដាក់ទៅដើម្បីឲ្យសាច់មាន់យើងឃើញពណ៌ស្អាតហើយសាច់មាន់យើងគឺឆ្អិនរួចរាល់ហើយចាប់ដើមស្រង់មកហើយយកមកដំដូចខ្ញុំបែបនេះហើយយើងទុកឲ្យសាច់មាន់យើងត្រជាក់សិនចាំយើងចាប់ដើមយកវាមកបេះយើងបេះតុយៗមកល្មមហើយយើងទុកវាមួយឡែកសិនដែរសម្រាប់សាច់ធុងមាន់ណាយើងញ៉ាំច្រើនណាគឺវាអត់ឡើងគីឡូបងប្អូនគឺវាល្អមែនតើនៅសាច់មាន់យើងបេះរួចរាល់ហើយចាប់ដើមដាក់គ្រឿងទេសចូលមកដាក់កស3ស្លាបកាហ្វេប៊ីចេង1ស្លាបកាហ្វេម្សៅស៊ុប2ស្លាបកាហ្វេទឹកម្ទេសហឹរ2ស្លាបបាយប្រេងខ្យង1ស្លាបបាយឆ្ងាម្ទេសហុយដាក់តាមការចូលចិត្តក៏កាន់តែហឹរក៏កាន់តែឆ្ងាញ់ដែរហើយខ្ញុំបន្ថែមគ្រឿងការីម៉ាក់នេះបងប្អូនដាក់ទៅវាឈ្ងុយពេលឆាមកបន្តិចនឹងទឹកត្រីតែទឹកត្រីខ្ញុំអត់បានថតបងប្អូនទឹកត្រីដាក់1ស្លាបបាយមកណាយើងចាប់ផ្ដើមច្របល់ឲ្យវាចូលជាតិចូលគ្រឿងគ្នាល្អហើយយើងទុកវាមួយឡែកសិនទុកប្រហែលជាខ្ទង់20នាទីហើយចាប់ផ្ដើមយកមកឆាមុននឹងឆាយើងដាក់ខ្ទឹមសចូលហើយឆាវាឲ្យឡើងឈ្ងុយហើយយើងដាក់វាចូលមកហើយយើងបន្តឆាសាច់មាន់យើងឲ្យឡើងស្ងួតល្អហើយយើងទុកមួយឡែកសិនតែអត់តន់ឆ្អិនទេបងប្អូនយើងនៅមានតទៀតយកសាច់មាន់យើងយកមកដាក់ក្នុងម៉ាស៊ីន air fryer ដើម្បីសម្ងួតវាឲ្យវាឡើងក្រៀមល្អយើងបរិយាវាឲ្យពេញចឹងមកចាំយើងដាក់ស្លឹកក្រូចតាមក្រោយហើយនៅម្ទេសហឹរបងប្អូនណាគួរតែមានម៉ាស៊ីននេះមួយទៅក្នុងផ្ទះយើងដើម្បីងាយស្រួលយើងធ្វើម្ហូបណាមួយក៏វាល្អដែរសម្រាប់សុខភាពយើងចង់ដុតត្រីដុតមាន់អីគឺខ្លាញ់ហូរអស់ហ្មងឥឡូវយើងងាកមកមើលមាន់យើងវិញយើងដាក់កម្ដៅខ្ទង់150ហើយនឹងនាទីដាក់10នាទីមកបានតែយើងអាសាមើលមាន់យើងដែរព្រោះខ្លាចវាខ្លោចខ្លាចអីចឹងណាឥឡូវសាច់មាន់ក្រៀមយើងគឺឆ្អិនរួចរាល់ហើយមើលទៅឡើងតំណងហ្មងហើយក្លិនវិញឡើងឈ្ងុយហ្មងអូនតិចច្រឡំខ្លោចគឺខ្ញុំចង់ទុកឲ្យវាក្រៀមល្អឯងបានវាឡើងជាពណ៌អញ្ចឹងវិធីធ្វើរៀងយូរបន្តិចតែគាត់ថារសជាតិវិញគឺអត់ស្ដាយការធ្វើឆ្ងាញ់ប្លែកងាយស្រួលហើយយើងទុកបានយូរទៀតពេលយើងញ៉ាំភ្លាមចេះនិយាយពីថាអូយស្រួយឆ្ងាញ់បងប្អូនអើយរសជាតិគេឡើងហឹរតិចហើយឈ្ងុយរបៀបគ្រឿងការីខ្ញុំដាក់មិញអញ្ចឹងមើលទៅគឺតំណងមែនតើហើយដាក់មួយជាក់ទៀតនិយាយពីថាត្រូវអើយសែនត្រូវហើយជាតិណាស់ស្ដាយដែរធ្វើតិចពីបងប្អូនអើយតែមួយផ្លែដែរគឺញ៉ាំអស់លីងមួយកំប៉ុងយកទៅក្លែមតែម្ដងអស់បាតអ្នកដែលចូលចិត្តញ៉ាំនិយាយដូចខ្ញុំជាអីសាក់ដបងធ្វើញ៉ាំមើលដឹងតែពេញចិត្តហើយវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណ